តោះសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីយ៉ាងណាខ្ញុំសូមចេញប្រភេទជំនាញរៀនមួយជា tip មួយសម្រាប់ចែកម្លែកដល់បងប្អូនអរគ្នាទេហើយក៏ខាន់ចេញវីដេអូនៅក្នុង channel YouTube របស់ខ្ញុំរយៈពេល3ខែជាងដែរដោយសារតែមានតរៈផងការងារផងរកស៊ីផងក៏មួយថ្ងៃចាំមួយថ្ងៃអត់ទាន់បានប៉ះកុំព្យូទ័រទេរាល់ថ្ងៃធ្វើការតែមួយទូរស័ព្ទហើយ iPad ទេអញ្ចឹងទោះបីមាន laptop ដោយក៏អត់អាចមកប៉ះ PC បានដែរមួយខែអីចុច PC បាន3 4ដងទេដោយសារត្រូវយកឯកសារយកអីចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំចេញជា tip មេរៀនមួយដោយសារខ្ញុំដល់រដូវកាលតនេហើយដោយសារខ្ញុំmedia នៅCambodia Premier League ផងអីផងអញ្ចឹងទៅក៏រៀងរវល់តែបន្ទាប់ពីចប់រដូវកាលបាល់ហើយខ្ញុំក៏រៀងតនេស្រាកដៃក៏ខ្ញុំចាប់ផ្ដើមចែកម្លែកពីការងារទាំងអស់នឹងហើយខ្ញុំទៅ media ក៏ជាប្រភេទ freelancer ជាមាន sport ខ្លួនឯងអញ្ចឹងណាអញ្ចឹងក៏ខ្ញុំ register ជាមួយនឹង Cambodia Premier League ឬក៏ Hun Sen Cup អីចឹងទៅ AFC Challenge League អីចឹងទៅអញ្ចឹងអានេះខ្ញុំសុំនិយាយរឿងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណឹងខ្ញុំចង់និយាយថ្ងៃនេះគឺមាន tip 4ចំណុចដែលខ្ញុំគិតថាជាចំណុចមួយដែលបងប្អូនទាំងអស់គ្នាសួរខ្ញុំច្រើនមែនតើនៅ Telegram បងប្អូនឆាតសួរច្រើនមែនតើហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលគាត់ឆាតមកគាត់សួរគាត់ខ្លះគាត់ donate កាហ្វេមួយកែវពីរកែវអញ្ចឹងក៏អរគុណដល់បងប្អូនទាំងអស់គ្នាមែនតើទឹកចិត្តដល់ប្រពៃនេះខ្ញុំនឹងចង់ចាំនៅក្នុងគោលក្បាលរបស់ខ្ញុំជានិច្ចព្រោះធម្មតាខ្ញុំជួយបងប្អូនក៏ជួយខ្ញុំវិញតាមរយៈការផ្ដល់ឲ្យនេះផ្ដល់ឲ្យនោះហើយមិនមែនថាទឹកចិត្តទិញដោយលុយមិនមែនទេពេលខ្លះលុយក៏អាចទិញទឹកចិត្តបានឧទាហរណ៍ឧបត្ថម្ភយើងថាយើងឲ្យ4 5រៀលទៅវាតិចពេកឥឡូវខ្ញុំសុំ donate ជាកាហ្វេមួយកែវឬក៏កាហ្វេពីរកែវអីចឹងទៅអញ្ចឹងឲ្យបងមានកម្លាំងចិត្តในការធ្វើវីដេអូបន្តទៀតអញ្ចឹងណាអញ្ចឹងហើយធំពីមុនខ្ញុំមានមេរៀនទៅនឹងផលិត YouTube ដែរក៏ប៉ុន្តែខ្ញុំសុំអត់ទាន់បញ្ចេញខ្ញុំផលិតវីដេអូនឹងរួចហើយអស់គាត់ខ្ញុំអត់ទាន់បានតម្លាក់នៅក្នុង channel YouTube គាត់ខ្ញុំ focus តែ add account ទេដោយសារតែខ្ញុំបានបញ្ចេញនេះមេរៀន boost page មេរៀនអីអ្នកខ្លះក៏គាត់បានមើលយល់អញ្ចឹងពីចំណុច episode 1រហូតដល់ episode បញ្ចប់មានពីរបៀបនៃការបង្កើត page បង្កើត account អីផ្សេងបង្កើត BM បង្កើតអីយ៉ាងទៅអញ្ចឹងទាំងអស់ហ្នឹងវា full មែនតើក៏ប៉ុន្តែនៅពេលខ្លះក៏បងប្អូនមានអារម្មណ៍ថាអត់យល់អត់អីចឹងទៅអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែរអញ្ចឹងហ្នឹងខ្ញុំមាន4ចំណុចតទៅនឹងការមានបញ្ហាមានថាឧទាហរណ៍ករណីបងប្អូន boost ទៅវាមានបញ្ហាណាអញ្ចឹងចំណុចទាំង4ហ្នឹងគឺបងប្អូនគួរតែស្វែងយល់ពីវាទី1បញ្ហា add account អញ្ចឹងនៅពេលដែលបងប្អូនយកទៅ boost ប្រកាសណាជាបងប្អូនអាចសម្លឹងមើលទាំង4ប្រភេទចំណុចទី1បញ្ហា add account បញ្ហាទី2គឺបញ្ហាលើ BM បញ្ហាទី3គឺបញ្ហាទី page បញ្ហាទី4គឺតទៅនឹង content ចំណុចទី4ហ្នឹងគឺសំខាន់បំផុតហ្មងនៅពេលដែលយើងចេះ boost យើងចេះរៀបចំ add account ចេះរៀបចំ page អីទៅជា content របស់យើងអត់ល្អអញ្ចឹងវាត្រឡប់មកវិញវាស្មើនឹងយើងចាប់ដើមធ្វើដែលអត់មានគោលដៅណាមួយអញ្ចឹងចំណុចទាំង4អ្នកគ្នាគួរតែរៀនខ្ញុំអត់ដឹងថាខ្ញុំប្រមូលផ្ដុំមេរៀនដោយរបៀបម៉េចសម្រាប់បរិញ្ញាបងប្អូនទាំងអស់គ្នាទេក៏ប៉ុន្តែអានឹងអាស្រ័យទៅលើសំណួរដែលសួរច្រើនជាងគេខ្ញុំនឹង select មកជាចម្លើយហើយខ្ញុំបញ្ចេញមកវីដេអូតែម្ដងអញ្ចឹងបងប្អូននៅពេលដែលបងប្អូនគិតថាជាបញ្ហាបងប្អូនគួរតែរកដំណោះស្រាយឥឡូវខ្ញុំរកដំណោះស្រាយឲ្យនៅពេលដែលបងប្អូនថាពេកខ្ញុំបង្កើតខ្ញុំចាយលុយប៊ូសអស់ច្រើនតែហេតុអ្វីបានជាពេកខ្ញុំវាដើរអត់ស្រួលមានអារម្មណ៍ថារអាក់រអួលអីចឹងណាអញ្ចឹងហើយខ្ញុំមាន tip ទាំង4ប្រភេទហ្នឹងគឺខ្ញុំចែកជូនដល់បងប្អូនទាំងអស់ដូចខ្ញុំបាននិយាយគឺបញ្ហា add account បញ្ហា BM និងបញ្ហា page ហើយបញ្ហា content ឥឡូវខ្ញុំសុំយកប្រភេទ content មួយឬក៏និយាយថា content ចាតែតទៅនឹង content ណាអញ្ចឹងសួរថាតើទី1តទៅនឹង content ហ្នឹងគឺរើសដោយរបៀបម៉េចឥឡូវខ្ញុំសុំយកឧទាហរណ៍ជាប្រភេទហាងញ៉ាំសាម៉ុនដែលខ្ញុំ manage នៅនឹងហើយជាហាងបងប្រុសរបស់ខ្ញុំដែលខ្ញុំអ្នកកាន់អញ្ចឹងណាអញ្ចឹងបងប្អូនអាច check បានអញ្ចឹងបញ្ហា add account គឺវាអត់ពិបាកទេឥឡូវខ្ញុំចូលក្នុង add account ណាមួយដែលខ្ញុំគិតថាវាសម្រាប់ខ្ញុំ boost add account ចាស់ខ្ញុំបង្ហាញតែតាមពិតវាអត់គួរនឹងបង្ហាញទេដោយសារ add account វាជារឿងផ្ទៃក្នុងរបស់ខ្ញុំក្បួន boost ក្បួនអីពេលខ្លះក៏មិនគួរបញ្ចេញខ្លះទៅវារឿងដែលអត់ល្អណាអញ្ចឹងខ្ញុំសុំលាក់បន្តិចខ្ញុំចូលទៅក្នុង add account ទី3របស់ខ្ញុំអូខេអញ្ចឹងណាអញ្ចឹងដោយសារតែយើងផ្អាកលក់មិនមែនផ្អាកលក់ទេយើងបិទការលក់មួយរយៈយើងចេញរីសាលឲ្យបងប្អូនមើលអញ្ចឹងអាតេតូននេះបងប្អូនខ្ញុំឲ្យ head poll មួយឲ្យតែ Facebook វាឲ្យយើង add ទេទៅសួរមានន័យថា add account ហ្នឹងគឺទទួលស្គាល់ពី Facebook ហើយមានតម្រូវឲ្យយើងទេទៅសួរព័ត៌មានអីចឹងទៅអញ្ចឹងអានេះ add account គឺខ្ញុំអត់ទាន់បាន pay លុយទេដោយសារតែខ្ញុំគ្រប់គ្រងការអ្នកគ្រប់គ្រងការហ្នឹងគាត់មានតរៈអូខេអញ្ចឹងខ្ញុំសុំ head poll មួយដល់នេះឲ្យ request ហ្នឹង request ហ្នឹងគឺល្អមែនតើហៅថា Meta Marketing Pro នេះហ្នឹង
chẳng bảo sân chưa Facebook ở dân tê tao bằng phone tê tao phía xa tao bảo sân chưa bằng phone chưa bằng lề lo nhom xong oi cẩn thận mùi này cẩn thận ấy cứ tại tôi nhom bu nâu salmon nâu hang op nâu khát xe nục nhom bu đa lọ mình tên hay nó cứ mà đối nhom vậy cứ banh hai tí muối cứ ad account cái này thì dân riêng trong ad account tao cứ mà rồi cứ đăng tận đa lọ dạ pel ở đó mà khai thì bằng phone đọc ngày chuyến resale lại ban mốt cứ pi rồi sam sập pi message hay si tại sai sập sen thì bằng phone hay chai pel tại sai chai tại sai sập mùi sen nông dạ pel mà message cho bởi nhom bắt cá lụa thấu vi bên là vì anh đang chuyển anh mà rồi cứ chuyển anh mong tao vì mình chuyển anh ptกับbạn em bằng phone anh khơi resale bán ở đây buôn nó pi pon pi chất sơ mùi message tại mà pay của mùi là bằng phone khơi tay chặt chẳng tập anh hai ai đã con nhưng cứ bu đờ ấy viên chỉ bánh hai anh đang bóng phone nhóm oi mơ đi xa cho mọi nhóm admin của họ thà ô việc bài này bài nô ở tiền này nhóm oi mơ đi xa thà nhóm bu ban bài nằng đi xa lắm nè chẳng bóng phone ai khơi bán pi rồi message nhóm bu ở thà xe dập mùi sen thì nó mà message hay si đào cao sập ram đôi lá nó dập pi message trong vì smart đằng pe class bởi sân là bạn lấy pi rồi sam sập pi nè đằng vì miền tam telegram ta ấy đọt kết đó là chat mò tam comment tam ấy trong vì lứa ảnh đằng thà dương kết thà chết bay rồi message cho bóng phone con cu mơ thế hay ai văn những vì miền ai văn mền khán ai văn những trần đánh thằng ok chắc bóng phone bị cha nam mơ thế bóng phone là chắc bu cứ bóng phone đăng này hay bay ha thông trên kia bởi sân cạn này ad account nhưng đã là ói bóng phone cua tại sầm lăng từ lơ bí ẩm chưa dùm nó trầm khan để bóng phone cua tại riêng bạc cát để trâu xong là bởi sân cho cạn này bóng phone bạc cát bí ẩm mặt thấu thế ad account có việc bù mọt đa thì lo nhầm miên ad account pi bay nè chắc bay ad account cứ trong pra nhà nfc rồi chắc trong pra và việc cứ tam cả lại sạc không phun nhưng mà đó trong đấy nhưng ai ta phải vô được vinh mô viên đang bại vô rồi còn đấy nhưng xong đọng vong cái chọn tịch nhưng đừng miên short kho mũi nhưng phải riêng đằng mọi gì đó thằng bu tiktok thằng bu facebook tăng cắt video lên từ sáp tăng cắt khép khát tăng ai rúm tăng mong vi rúm all in one nâng mong nhom nâng set lại nâng cắt lăng hay offline nhom tận nia ta offline mà sao không ai sang miền tại nhom mì hay bờ riêng tại nhomตัวให้ support แต่ยมตอนให้เมเรียนคือมันจะไม่ support ได้พอยมประจักษ์น้องทำเมเรียนอัดยมมาตอนเมียนไป support กรอบกรอนได้แต่ว่าไอเมียนสำนัวซัวคล้ายซัวบานจากนั้นจากนั้นยมสมบัติวงกับจอที่เขาน้องเมียนโรเลยปี YouTube เมียนไอเพลงมวยปีใบยังไงยมดัก all in one นั้นให้แต่ไลฟ์อัดเลยปี3 สัปดาห์เลยยมเฮียนใหญ่จังให้มาจากนู้นยมหนึ่งวิเพียกับเตียนแต่การก็มังก็กำมาเชียไอ้ท่ายมดักแต่ไลเซตมาให้$5ยมเซตเติมก็มังก็กำมาเชียให้$5เทียบคนแทบบุพพายช่วยยมใจ$10สำหรับมันตีเป็ดต่างปีนั้นให้ยมตัว$5สำหรับบุคคลยมมันเนี้ยเทียบสำหรับรีพลายอย่างเดิมยังวิอันนั้นไงท่านละอได้บริษัทการในบอมโปนจับปะรบบอมโปนชาติมาให้เรทมายมวิ่งยมอดตอนประกาศได้ขนาดยมหนึ่งชียมประกาศแต่ยะเปแต่ใบบัวปรามไงยมประกาศจังเชียต่อนั่งไงบ่อยทีมวยยมเมียนมีโอไปยมสรับทีปียมนบลัดทำไมอัปเดตสายจะทำไมในขนมแอปหรือกับเว็บไซต์หรือกับเตลิกรามยมมัดบางอย่างนั้นนะจังทีมวยช่วยทางสังคมช่วยทางยมฟองได้แต่สายทีมวยการในยมเฟอร์เตอร์เบิดเฟอร์ทางออดเมียนยมโนซักกับยมอัดเป็นจัดหนึ่งเฟอร์ได้จะทำนะวิวแมนเอาเธอเต้าก้าวปึ้งจำนวนยมอัดเตยมมีอาชีพการพยมมีระบอเราซีพยมใหม่ยมอัดโมใจเพียนหมดเฟื่อเรื่องต่างออกในเตวีเรื่องมีประโยชน์กับมันได้มีประโยชน์สำหรับในนาต่างออกเนี่ยสำหรับยมมองคืออัดกาเตchẳng hạn này ok chẳng nhom xong bắt vòng cái chợ mình chẳng trôi dùm nói tìm mũi tìm pi bom pôn giờ lấy bánh hà bị âm mới cứ bom pôn sạch đằng này chẳng nó phê là bom pôn bạc cát bị âm ấy tập bạc cát ad ở trong từ ok ad thấy ad đang bánh hà mưa tập pi đang thờ hay và top mốt bờ sân giá cả này dương hiệp trong mà hay nó tập bu ad đờ là o thiết bom pôn ai check trong page bàn bom pôn checkแต่ขนมเพจคือ check แต่ line quality page แค่บอมปนcái line quality page นั่นก็กลัวหนึ่งมือได้เบอร์เซนจะกะในบอมปนอัดใช้มือ quality page เด้อาจจะมีปัญหาบูตูดอลนากันเอาปัญหาในเห็นใจจังมองโอเคปัญหาใจลันโจขนมpage quality เนี่ย page standardจอบมอดมาไงจอบมอดเพจอัดมีรีสติกไอเต้โนสุดเพจนึงหล่อเหมือนกันจังยมมุนหนึ่งบูสยมมือต่างอ๋อเนี่ยจำนวนaccount stat หรือก็
extract feature អញ្ចឹងទៅមាននេះ recommend អត់អីទេ page recommend អីទៀត monetize ហ្នឹង eligible មានថា approve monetize ណាមួយហើយនេះ good new ហើយមួយទៀតប្រភេទ commune status នេះក៏អត់អីហើយ page នេះគឺអត់មានអីទាំងអស់អញ្ចឹងខ្ញុំគិតថា page ហ្នឹងគឺ boost ដើរដល់ពេលខ្ញុំ boost ចាក់ស្ដែងវាដើរពិតប្រាកដមិនមែនសឹងតែ 100% គឺខ្ញុំធ្វើត្រូវចំណុចចុងក្រោយcontent បងប្អូនក៏គួរតែរៀនពី content ដែរ content ហ្នឹងគឺចូលការកាត់វីដេអូហើយបើសិនជាបងប្អូនអ្នកគ្នាអត់ចេះកាត់វីដេអូខ្លួនឯងទេបើអាជីវកម្មខ្លួនឯងបើសិនជាបងប្អូនអត់ចេះទេបងប្អូននឹងត្រូវការជួលគេហើយជួលគេបងប្អូននឹងស្រាប់វាអត់ថោកទេចាយពេលវេលាសម្រាប់រៀនខ្លួនឯងចាយពេលវេលាសម្រាប់ធ្វើខ្លួនឯងខ្ញុំគិតថាវាល្អជាងហើយស្វែងរកសាច់ខុសណាស់ដែលរៀនទៅវាចំណេញណាហើយការវិនិយោគទៅលើការរៀននេះវាអត់ខាតទេបងប្អូនយើងត្រូវស្វែងយល់ខ្លួនឯងហើយគ្រូវាជួយបានតែចំណែកទេបើសម្រាប់ខ្ញុំបើបរៀនហ្មងក៏ខ្ញុំអត់ទលំទលាយដែរសារខ្ញុំបាត់បញ្ជាក់ខ្ញុំរងហើយខ្ញុំមានអាជីវកម្មហើយខ្ញុំមានដូចជាហាងសាលមុននឹងមួយអីផ្សេងមានគ្រឿងអេឡិចត្រូនិកមានប្រភេទខោអាវកីឡាមានអីផ្សេង2 3 4 5ទៀតវាចំណូលវាមិនបានច្រើនទេគាត់ថាវាមករស់ក៏ប៉ុន្តែបើខ្ញុំមកចំណាយពេលលើធ្វើអា digital នេះវារស់ដូចគ្នាក៏ប៉ុន្តែវាហត់នឿយត្រូវការ research អត់បានសម្រាប់អត់បានអីចឹងទៅអញ្ចឹងបងប្អូនគួរតែយល់ហើយអូខេអញ្ចឹងចំណុចចុងក្រោយតើតើនឹងបញ្ហា content បងប្អូនឃើញ content ខ្ញុំធ្វើអត់ content ខ្ញុំធ្វើវា simple មែនតើក៏ប៉ុន្តែខ្ញុំនឹងហុកណាមួយលើខ្ញុំហុកតើនឹងវីដេអូខ្ញុំ boost តែវីដេអូនេះមួយបងប្អូនឃើញវីដេអូដែលខ្ញុំ boost នេះមួយបងប្អូនឃើញ result ចឹងមកវាខ្ញុំ boost តែ content នឹងមួយទេវាអត់មានបញ្ហាទេ boost អានឹងមួយគឺ result ខ្ញុំដើរដូចផ្ទះចឹងហើយវីដេអូកុំវែងពេកហើយកុំខ្លីពេកបងប្អូនអាចមើលវីដេអូខ្ញុំបានតែ50 second ជាងទេបងប្អូនអាចមើលបាន result ឡើងដល់400,000 view ហើយនេះដល់200,000 ជាង result click នេះគាត់ថា click មើល check មើលថាត្រូវទិញអីចឹង3000នេះអីគេឥឡូវរៀន2មាន3 second មាន1 minute អូខេអញ្ចឹងបងប្អូនកន្លែងនេះគឺបងប្អូនគួរតែរៀនពីវាស្វែងយល់ពីវាទៅនឹងការ boost ហើយ content ហ្នឹងគឺចាំបាច់បំផុតបងប្អូនត្រូវតែរៀនបើអត់រៀនទេគឺធ្វើអត់ចេញទេព្រោះសម័យឥឡូវត្រូវការ content ដូចម្ដេចថា content marketing អូខេចុចទី1បងប្អូនត្រូវរៀនកាត់តត្រូវរៀនយល់ពីកម្មវិធីកាត់មួយចំនួនដែលអាចកាត់លើទូរស័ព្ទបានដូចជា Canva ឬក៏ CapCut អីចឹងទៅអញ្ចឹងខ្ញុំបានបញ្ជាក់ឲ្យខ្ញុំនឹងចេញ short course មួយមិនមែនជា short course ទេ full function ហ្មង 3 in 1មាន CapCut មាន Canva roll YouTube អីគេ boost TikTok boost Facebook រៀប BM រៀប ad account រៀប page រៀបអីចឹងទៅអញ្ចឹងបងប្អូនរៀនតែប៉ុណ្្នឹងបើអាជីវកម្មខ្លួនឯងបានហើយចាយលុយតែម្ដងហើយវាភាគទានទៅកាន់មន្ទីរពេទ្យគុណធបុប្ផាហើយទៅកម្មាអង្គរទៀតហើយតម្លៃខ្ញុំហ៊ាននិយាយថាវាអត់ថ្លៃ$25ដូចយើងចាយមួយថ្ងៃចឹងហើយវិនិយោគបានទាំងខ្ញុំបានទាំងបុគ្គលិករបស់ខ្ញុំហើយបានទាំងជួយសង្គមទាំងមូលទៀតអូខេអញ្ចឹងខ្ញុំចេញមកគឺខ្ញុំអត់ perform អីថ្ងៃទេអត់មានថាខ្ញុំមកអីទេបងប្អូនស្គាល់ខ្ញុំយូរក៏បងប្អូនដឹងថាខ្ញុំជាអ្នកណាបងប្អូនដឹងថាខ្ញុំយ៉ាងម៉េចហើយក៏ប៉ុន្តែដោយសារខ្ញុំស្ងាត់ពី digital marketing មួយរយៈដោយសារទី1ខ្ញុំត្រូវការរកស៊ីដោយសារទី1ការរកស៊ីវាថិតថេរជាងហើយជា challenge របស់ខ្ញុំចូលចិត្តផងបើអានេះគឺអត់ទេខ្ញុំដូរបាយសុទ្ធដោយសារទី1 content ទាំងអស់ហ្នឹងមុខរបរមុខវិជ្ជាដែលខ្ញុំរៀនកន្លងមកនេះគឺខ្ញុំធ្វើដូរបាយសម្រាប់តាហាងខ្លួនឯងទេមានថាខ្ញុំអត់ធ្វើឲ្យណាគេទេគឺខ្ញុំធ្វើឲ្យតែខ្លួនឯងកាន់តែដោយសារខ្ញុំមានពេលតនេខ្ញុំមកធ្វើជាការងារបែបនេះវិញដោយសារខ្ញុំអង្គុយលើកុំព្យូទ័រខ្ញុំត្រូវការ research អីចឹងក៏ខ្ញុំឆ្លៀតពេលចាយពេលធ្វើឲ្យបញ្ចេញវីដេអូម្ដងទាំងអស់សម្រាប់បងប្អូនទាំងអស់គ្នាតែម្ដងអូខេអញ្ចឹង4ចំណុចនេះសង្ឃឹមថាបងប្អូននឹងជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាតទៅនឹងការរៀនតទៅនឹង content ឬក៏ boost អត់ដើរមិនឆ្ងល់ទេ4ចំណុចនេះគឺបងប្អូន check តែ4ចំណុចហ្នឹងគឺដឹងហើយប៉ុណ្្នឹងហើយ check add account ហ្នឹងដើរល្អអត់អីអត់ចឹងណាអូខេវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ